កាលពីថ្ងៃទី6ខែតុលាឆ្នាំ2025សារព័ត៌មានអន្តរជាតិ The Politico បានចុះផ្សាយថាប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាខាងមុខប្រសិនបើលោកអាចធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រពន្ធរដ្ឋបញ្ជាក់ថាសេតវិមានបានដាក់សំណើជាពិសេសថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះគឺមិនត្រូវឲ្យមានគណៈបព្វភូចិនចូលរួមចែកខាតទោះអ្នកសង្កេតការទោះអ្នកយកការទោះអ្នកណាក៏ដោយគឺមិនត្រូវមានការចូលរួមចែកខាតតើការស្វែងរកសន្តិភាពរវាងកម្ពុជានិងថៃរបស់លោក Trump អាចជាការធ្វើតេស្តសម្រាប់ឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ដែរឬទេបាទលោកមីតសវណ្ណរាមុនគេសូមជឿបាទសូមអរគុណនៅសំណួរនិងប្រធានបទយុគនេះទាក់ទងទៅនឹងជាអតីតកាលក៏ដូចជាបច្ចុប្បន្ននិងទៅអនាគតនៃប្រវត្តិសាស្ត្រអ្វីដែលបើតាមសារព័ត៌មាន Political បានបញ្ជាក់បានដោយលោកអះអាងនឹងខ្ញុំមើលឃើញថាការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយកាលណាបបាត់ភាគីណាមួយឬក៏ដើម្បីបំពេញមុខបំពេញមាត់នៃភាគីណាមួយលើកដាក់ខ្ញុំថាវានៅតែជាឧបសគ្គអញ្ចឹងឧបសគ្គរឿងស្អីរឿងថានៅក្នុងជំនួបកំពូលអាស៊ានគឺថាតែងតែមានជំនួបរវាងអាស៊ានបូកអាមេរិកបូកចិនបូករុស្ស៊ីបូកសហភាពអឺរ៉ុបបូកជប៉ុនបូកកូរ៉េអីជាដើមហើយអ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកចង់ថាឲ្យមានកិច្ចព្រមព្រៀងសន្តិភាពយើងឯកភាពប៉ុន្តែបើកិច្ចព្រមព្រៀងសន្តិភាពមួយដែលយើងចាប់បង្ខំបាត់មកខាងអត់មកខាងខ្ញុំថាទៅមុខមិនរួចទោះបីតែមានវត្តមានលោកប្រធានាធិបតី Donald Trump បាត់វត្តមានប្រធានាធិបតីចិនឬក៏ប្រធានាធិបតីចិនមិនបានមកតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសចិនអីមកជាជំនួបអីហ្នឹងគឺថាវានៅតែជាបញ្ហាហើយយើងដឹងហើយថាកម្ពុជាជាមិត្តភាពរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលក្រោយពីសង្គ្រាម5ថ្ងៃនេះមកគឺថាជាមិត្តភាពនៅឡើយមិនមែនរវាងកម្ពុជានិងអាមេរិកក្រោយពីសង្គ្រាម5ថ្ងៃមកការទូរស័ព្ទរកគ្នា2ដងរវាងប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមិត្តភាពនៅឡើយមិនមែនជាសម្ព័ន្ធមិត្តដោយសហរដ្ឋអាមេរិកជាមួយថៃដែលមានតាំងពីទសវត្សរ៍ដើមទសវត្សរ៍ឆ្នាំ130ហើយរហូតមកគឺសម្ព័ន្ធមិត្តយោធានៅទសវត្សរ៍ឆ្នាំ50ហើយរវាងកម្ពុជានិងចិនគឺជាសម្ព័ន្ធមិត្តយូរអង្វែងតាំងពីសម្ព័ន្ធមិត្តនៃសម័យបុរាណសម័យបុរេប្រវត្តិនៃចំនួនជួញដូរសេដ្ឋកិច្ចតាំងពីកម្ពុជាមានកំណើតនគរពកធ្លោកនគរអង្គរបូរីសម័យបុរេប្រវត្តិនៅខេត្តតាកែវហើយបន្តមកដល់ពេលនោះមិនដឹងថាយួនថៃនៅណាទេគឺព្រំប្រទល់រវាងកម្ពុជានិងចិនរវាងភូមានិងម៉ាឡាយូម៉ាឡេស៊ីសពថ្ងៃនិងម៉ាឡាកាហ្នឹងអញ្ចឹងសរុបមកវិញខ្ញុំថាយើងអរគុណសហរដ្ឋអាមេរិកយើងឯកភាពទៅក្នុងការបញ្ចប់សង្គ្រាមតែការបញ្ចប់សង្គ្រាមមួយដែលចាប់បង្ខំការបញ្ចប់សង្គ្រាមមួយដែលមានកលល្បិចយើងមិនថាមហាអំណាចអាមេរិកមហាអំណាចចិនឯក៏ដោយយើងដឹងថាភូមិសាស្ត្រនយោបាយនៅអាស៊ានហើយនិងទឹកដីអតីតឥណ្ឌូចិនហើយរហូតដល់មានឥណ្ឌូប៉ាស៊ីហ្វិកមកទៀតអញ្ចឹងអត្តពលខ្សែក្រវ៉ាត់មួយផ្លូវមួយនិងអត្តពលឥណ្ឌូប៉ាស៊ីហ្វិករវាងប្រទេសលោកសេរីដែលដឹកនាំដោយអាមេរិករវាងប្រទេសមហាអំណាចកុម្មុយនីសដឹកនាំដោយចិនចឹងហើយធ្វើឲ្យអាស៊ានទាំងមូលនេះដែលអាស៊ានរហូតដល់មាន11ប្រទេសដែលប្រទេសទីមកខាងកើតជាអ្នកសង្កេតការណ៍ហើយនឹងឈាននឹងពេញសិទ្ធិនៅក្នុងអ្វីដែលប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានចឹងហើយខ្ញុំមើលឃើញថាបើសិនជាមហាអំណាចទាំងពីរនៅតែប្រើឥទ្ធិពលចឹងអាស៊ាននឹងហែកចែកគ្នាចឹងកាលណាអាស៊ានហែកចែកគ្នាអាស៊ានមួយដែលមិនមានភាពរឹងមាំដោយសារតែរដ្ឋធម្មនុញ្ញអាស៊ានគឺមិនលូកកិច្ចការផ្ទៃក្នុងអញ្ចឹងហើយសង្គ្រាមរវាងប្រទេសសៀមនិងប្រទេសកម្ពុជាគឺថាមកដល់ពេលនេះគឺថាសៀមអាងឥទ្ធិពលអីនៅពីក្រោយរហូតដល់សៀមធ្វើកោធ្វើភ្លៀងផ្កើនបាត់ឈប់បាញ់គ្នាកាលពីថ្ងៃទី28នៅម៉ាឡេ13ចំណុច
ក្រោយមកគឺថាសៀមប្រើគ្រប់រូបភាពទាំងបាញ់កស៊ូជាពីមកស៊ូទាំងកងឡាននោះបន្លាហើយនឹងមធ្យោបាយគ្រប់បែបយ៉ាងហើយនឹងចុងក្រោយនេះគឺថាធ្វើទុកបុកម្នេញដល់ផ្នែកស៊ីវិលទៅទៀតគឺប្រជាប្រដ្ឋនៅភូមិជោគជ័យនងច័ន្ទហ្នឹងហើយនឹងភូមិព្រៃច័ន្ទនេះគឺថាត្រូវបានសៀមមហោមព័ទ្ធផ្ទះខ្មែរសរុបទៅយើងឃើញថា30ជាងគ្រួសារហើយនឹងបន្តបន្ទាប់នៃដីស្រែចកាអំពៅឯជាដើមអញ្ចឹងប៉ុន្តែទោះបីឧស្សាហនវត្តថ្ងៃទី7ម្សិលមិញមកក៏សៀមមិនអាចធ្វើអីបានដែរព្រោះអានឹងកាលណាតែហ៊ានគឺថាច្បាប់អក្រិតកម្មសង្គ្រាមច្បាប់បនបលាយពូជសាសន៍ច្បាប់មនុស្សជាតិអីជាដើមហ្នឹងគឺថាសៀមនឹងទទួលទោះបីពេលនេះសៀមអត់មានអត្តពលក្នុងការប្តឹងផ្តល់តុលាការអន្តរជាតិឬក៏ផ្នែកផ្សេងកិច្ចព្រមព្រៀងក្រុងប៉ារីស$23ឆ្នាំ191ពេលនេះមិនមានប្រសិទ្ធភាពមិនមានអត្តពលអីក៏ដោយគឺថាទៅថ្ងៃអនាគតគឺថាសៀមត្រូវតែមានបញ្ហាអញ្ចឹងសរុបមកវិញខ្ញុំថាបើមានកិច្ចព្រមព្រៀងសន្តិភាពអីក៏ដោយប៉ុន្តែសូមឲ្យកិច្ចព្រមព្រៀងសន្តិភាពហ្នឹងយោងទៅលើស្អីយោងទៅលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907យោងទៅលើតុលាការអន្តរជាតិយុត្តិធម៌អន្តរជាតិ ICC 1962ហើយយោងទៅលើអនុសារណៈការយោគយល់គ្នានៃប្រទេសទ្វេភាគីគឺឆ្នាំ2000និង2001គឺថាមានការដឹងឮពីអង្គការសហជាតិអញ្ចឹងអាកិច្ចព្រមព្រៀងសន្តិភាពនេះវាបន្តពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាអនុវត្តយ៉ាងម៉េចហើយកិច្ចព្រមព្រៀងសន្តិភាពបើសិនជាប្រធានាធិបតី Donald Trump លោកមកជំនួបកម្ពុជាអាស៊ានដោយដែលប្រធានាធិបតីអាណត្តិមុនគេមកតាមដូចជាកម្ពុជាឆ្នាំ2012ឆ្នាំ2022តាំងពីបារ៉ាក់អូបាម៉ាឆ្នាំ2012រហូតដល់ឆ្នាំ2022គឺโจ Biden ហើយនឹងឆ្នាំ2025គឺ Donald Trump នៅប្រទេសម៉ាឡេស៊ីនៃអាស៊ានវិលជុំប្រធានអាស៊ានហ្នឹងអញ្ចឹងយើងត្រូវថាតើកិច្ចព្រមព្រៀងសន្តិភាពនេះវាជាកិច្ចព្រមព្រៀងដែលឯកភាពដោយកិច្ចព្រមព្រៀង$23ឆ្នាំ191ដែលអត្តពលមហាអំណាចអាមេរិកនិងអត្តពលចិននេះបានធ្វើឲ្យកម្ពុជានឹងមានសន្តិភាពមានប្រទេសអតីតចុះហត្ថលេខីទាំង18រួមទាំងកម្ពុជាផងបានធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយរហូតដល់ឲ្យកម្ពុជាដែលប្រទេសមួយដែលធ្លាប់យួនឈ្លានពានអ្នកខាមករំដោះហើយរដ្ឋាភិបាលលើកបន្ទប់មួយដែលអត់ទទួលស្គាល់ដោយអង្គការសហជាតិអត់មានអាសនៈនៅក្នុងអង្គការសហជាតិក្នុងទសវត្សរ៍ឆ្នាំ80បែរជាមានប្រទេសសេរីពហុបកនៅរដ្ឋធម្មនុញ្ញឆ្នាំ1993អានឹងសន្តិភាពពិតប៉ុន្តែបើធីមដៃចង់រកសន្តិភាពពិតនៅក្នុងជំនួបកម្ពុជាអាស៊ាននៅថ្ងៃទី28-29តុលានេះគឺថាខ្ញុំថាដូចជាមិនអាចឯកភាពគ្នាកើតដោយសារអត់មហាអំណាចចិនហើយចឹងហើយសន្តិភាពនេះតើសន្តិភាពយកអាកន្លែងលួសបន្លាហ្នឹងឲ្យសន្តិភាពបាត់ដីខ្មែរឬក៏សន្តិភាពដែលយកដូចខ្ញុំអះអាងចឹងគឺថាសន្តិភាពក្រុងប៉ារីស$23ឆ្នាំ1994សន្តិភាពសន្ធិសញ្ញាបារាំងសៀម1904-1907សន្តិភាពនៃតុលាការយុត្តិធម៌អន្តរជាតិ1960និងសន្តិភាពមួយដែលដឹងឮពីអង្គការសហជាតិក្រុមប្រឹក្សាសន្តិសុខគឺកិច្ចព្រមព្រៀងអនុសារណៈ MOU ឆ្នាំ2000និងឆ្នាំ2001នេះតើជាគ្រាន់ខ្ញុំបង្ហាញត្រួសត្រាតែប៉ុណ្ណឹងបាទ